ស្រីរបស់នេះថ្ងៃហ្នឹងនឹងបកចែកឡើងពីជាបែបមួយថាហេតុអីបើយើងតែលាងមុខជាមួយនឹង foam មួយនិយាយទៅលាងមុខជាមួយទឹកក៏វាអាចជួយសម្អាតមុខបានខ្លះដែរតែអត់ទេតែគាត់ថាទឹកធម្មតាវាអាចជំរះធ្វើស្អាតមុខបានស្អាតល្អបើនិយាយជាមួយ foam មុខចឹងភាសាតែនៅលើមុខហ្នឹងវាមានទៅដល់ពួកធូលីពួកផ្សែងពួកជាតិខ្លាញ់ពួកអសកាចាស់ចាស់អសកាដែលស្លាប់ហ្នឹងអញ្ចឹងសូមឲ្យយើងផាទឹកធម្មតាលាងទេវាអត់អាចជំរះពួកធូលីពួកសារធាតុកខ្វក់នៅលើមុខបានទេលើស្បែកបានអញ្ចឹងយើងចាំបាច់ត្រូវការ foam ដោយសារតែ foam គឺគេបង្កើតឡើងដើម្បីជួយសម្អាតពួកសារធាតុដែលយើងរៀបរាប់ហ្នឹងឲ្យវាស្អាតចឹងហើយសារធាតុ foam ហ្នឹងវាអាចចូលក្នុងគូររោមសម្អាតតាមពីគូររោមចេញមកក្រៅទៅដល់អញ្ចឹងប្រពេលដែលយើងឧប foam នេះមកវាអាចជួយខ្លះដល់ស្បែកមុខទៅនិយាយទៅ foam ហ្នឹងវាអាចជួយសម្អាតមុខយើងឲ្យស្អាតបានពុកលីពុកខ្លាញ់ពុកផ្សែងពុកអោសកាចាស់ចាស់ដែលស្លាប់ហើយទៅពេលដែលវាជួយសម្អាតអញ្ចឹងវានឹងជួយការពារមុខយើងមកតាមមុនហើយណាវាជួយជំរុញដល់ស្បែកយើងឲ្យវាងាយនឹងប្រើប្រព័ន្ធផ្សេងទៀតដោយសារតែវាអត់មានពុកលីពុកអីជារាំងបានពុកសារធាតុផ្សេងៗដែលយើងប្រើដើម្បីធ្វើដល់ស្បែកទេអញ្ចឹងវាអាចជួយឲ្យស្បែកយើងមានសំណើមមានភ្លឺមានអីដែរ